ថ្ងៃទី3ខែ11ឆ្នាំ2025ការវិភាគតារាងប្រចាំថ្ងៃរបស់យ៉ាវថ្ងៃ Doji Directional តម្លៃបើកទីផ្សារជាចំណុចសម្រេចចិត្តតម្លៃបើកទីផ្សារយ៉ាវគឺ47,524ហើយមកគឺ47,594ថ្ងៃនេះគឺ Doji Directional Day ដែលមានន័យថាតម្លៃបើកទីផ្សារគឺជាចំណុចសម្រេចចិត្តសំខាន់បំផុតនៃទិសដៅទីផ្សារប្រសិនបើសន្ទុះឡើងលើអបកម្លាំងទិញអាចជំរុញឲ្យឡើងដល់ 1នៅ47,803ហើយតំបន់ធន់បន្ទាប់គឺ Pivot 1នៅ47,920ដែលជាតំបន់សំខាន់សម្រាប់ត្រួតពិនិត្យថាតើតម្លៃនឹងបន្តឡើងឬត្រឡប់ចុះវិញប៉ុន្តែប្រសិនបើយ៉ាវធ្លាក់ក្រោមអបតំបន់គាំទ្រដំបូងគឺមកនៅ47,594ប្រសិនបើវាមិនអាចកាន់បានវាអាចធ្លាក់បន្ថែមដល់1នៅ47,445ឬគាំទ្រធំបន្ទាប់នៅ Pivot 2នៅ47,290ទាំងខ្សែនិង Cases នៅតែបង្ហាញសញ្ញាទិញបង្ហាញថាអ្នកទិញអាចនឹងការពារតម្លៃនៅតំបន់គាំទ្រសំខាន់ស្បែកជំនួយការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនត្រូវបានចាត់ទុកជាដំបូន្មានហិរញ្ញវត្ថុទេ